ជំរាបសួរទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំពាក់ព័ន្ធជាមួយនឹងស្អាត R&D Center ហើយនឹង team ដែលនៅពីក្រោយនៅក្នុងការដឹកនាំនៅទីនេះនៅស្អាត R&D Center នេះគឺយើងបានចាប់ផ្ដើម set up ពាក់កណ្ដាលខែ2ហើយទីតាំងនេះគឺនៅខណ្ឌសែនសុខហើយខ្ញុំសូមណែនាំខ្លួនខ្ញុំឈ្មោះកាសុធារាគឺជា Chief Research Leader នៅទីនេះហើយទាំងអស់គ្នានឹងណែនាំខ្លួនបាទសួស្តីខ្ញុំមានតួនាទីជា Chief Technology នៅស្អាត R&D Center បាទសួស្តីខ្ញុំមានតួនាទីជាអ្នកបង្កើតកម្មវិធីទូរស័ព្ទបាទសួស្តីអ្នកនរគ្នាខ្ញុំមកឈ្មោះវ៉ាត់ពីហោះខ្ញុំនៅខាង Web Development Team Lead ហើយក៏តួនាទីសប្តាហ៍ខ្ញុំជា Mentor ទៅខាង Intern Team សួស្តីខ្ញុំបាទឈ្មោះខេងពិតៈជា Lead Engineer ផ្នែក Automation និង Control System បាទជំរាបសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះ ធីសេហាខ្ញុំមានតួនាទីជា Embedded Engineer ដែលធ្វើការលីគ្នារវាង Hardware ហើយនិង Firmware បាទទាំងអស់គ្នាដូចឃើញteam ដែលយើងបានណែនាំទាំងអស់គ្នានេះហើយនឹងនៅពីក្រោយខ្នងដែលជាសិស្សនិស្សិតដែលគាត់កំពុងតែសិក្សានៅលើវិស័យ engineer វិស័យ tech development ហើយនិង software development ដែលពួកគាត់ចិត្តចប់ហើយគាត់ត្រូវមក intern នៅក្នុងការបញ្ចប់ការសិក្សារបស់គាត់ហើយនៅទីនេះគឺយើងរៀបចំឡើងដើម្បីបានឲ្យមានសិស្សនិស្សិតដើម្បីចូលរួមមកក្នុងការ research ធ្វើតាក់ទងជាមួយនឹងវិស័យ technology automation IoT តាក់ទងជាមួយនឹងtech AI ផ្សេងទៀតដោយការដែលយើងធ្វើនេះគឺគោលបំណងដើម្បីឲ្យសិស្សនិស្សិតគាត់មានទីតាំងមួយមាន environment មួយដែលគាត់អាចមកធ្វើរួមគ្នា research ទៅលើ topic ទាំងអស់នេះហើយមាន team mentor team leader នៅក្នុងការផ្ដល់ជា advice ផ្ដល់ជា solution នៅក្នុងការធ្វើហើយអ្វីដែលយើងណែនាំនៅក្នុងការ research ធ្វើនេះគឺយើងផ្ដោតទៅលើ core technology ដែលជា technology ដែល lead ដូចជានៅក្នុងវិស័យ automation IoT embedded AI ផ្សេងទៀតដែលមកអាចដោះស្រាយបញ្ហាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ជីវិតប្រចាំថ្ងៃការកាត់បន្ថយការចំណាយបរិស្ថានផ្សេងដែល technology អាចចូលរួមមកក្នុងការដោះស្រាយបានហើយបច្ចុប្បន្ននេះមាន topic research មួយចំនួនដែលយើងកំពុងតែ research ធ្វើខ្ញុំសូមណែនាំដោយមេងថងគាត់នឹង introduction ពី topic មួយចំនួនបាទសួស្តីខ្ញុំឈ្មោះអង្គមេងថងបច្ចុប្បន្នយើងមាន project research ជាច្រើនខ្ញុំនឹងលើកមកពី3ទី1យើងមាន project research តាក់ទងពី EV station ដើម្បីទាំង control management ទៅលើ EV ទាំង enable payment online ដែល support ទាំង payment online នៅ local ឬក៏ international ហើយជាដើមហើយ project research ថែមទៀតយើងគឺទៅលើ vending ដែលយើងនឹងធ្វើ application ដើម្បី control ទៅលើ vending machine ផ្សេងដើម្បីយើងអាចទិញឬក៏ pay តាមរយៈ KHQR ហើយ technology នៅពីក្រោយខ្ញុំលើកមួយចំនួនដែរដូចជា protocol MQTT សម្រាប់ automation ឬក៏ remote control ទៅលើ board
IoT និង technology protocol OCPP សម្រាប់ communicate ពី EV station មកកាន់ cloud platform បាទហើយយើងក៏មាន project ផ្សេងៗទៀតដែរក៏ប៉ុន្តែ បាទនៅក្នុងនេះយើងមានទាំងវិស័យ software វិស័យ hardware ដែលកំបាញ់ចូលគ្នាហើយក៏មាន automation device ផ្សេងទៀតដែល team កំពុងតែ research ជាមួយនឹងសិស្សនិស្សិតរួមគ្នានេះដូចជាវិទ្យាធ្វើកំពុងតែធ្វើ research ពាក់ព័ន្ធជាមួយនឹងUGV unmanned ground vehicle ហើយគាត់នឹងណែនាំតទៅមួយ project របស់គាត់ហើយសិហាក៏គាត់កំពុងតែធ្វើពាក់ព័ន្ធមួយ project មួយចំនួនទៅលើ vending ផងដែរ ចំពោះ project UGV ដែលខ្ញុំកំពុងតែធ្វើការលើវាហ្នឹងគឺវានៅក្នុង development stage ហើយគោលដៅរបស់យើងគឺប្រើប្រាស់វាជា platform មួយសម្រាប់ដឹកជញ្ជូនសម្ភារៈប្រើប្រាស់ផ្សេងៗឬក៏ទំនិញផ្សេងៗពីទីតាំងមួយទៅទីតាំងមួយទៀតដោយអត់មានការ interrupt ពីមនុស្សបាន បាទចំពោះ project vending យើងធ្វើដូចជា mini box ដែលសម្រាប់លក់គ្រឿងតូចៗនៅក្នុងសន្តាគារដូចជាថ្នាំពេទ្យថ្នាំលក់ថ្មីជាដើមហើយនឹង vending ទូទឹកដែលយើងនឹង upgrade ទៅអាចនឹងលក់ដល់ទឹកបានបន្ថែមលើនឹងទៀតមានដូចជាទូកាហ្វេដោយយើងឃើញថាទូកាហ្វេវាមានទឹកក្តៅស្រាប់អញ្ចឹងយើងអាច upgrade ទូ vending ទូកាហ្វេ vending ហ្នឹងសម្រាប់លក់របស់បរិភោគផ្សេងៗដូចជាមីជាដើមបន្ថែមលើនឹងទៀតដែលយើងកំពុង research បន្តហ្នឹងគឺទូសម្រាប់លក់ទឹកកកហើយនៅពេលនេះយើងក៏មានធ្វើជាមួយនឹង board សម្រាប់ដាក់នៅទូ box ដើម្បីជាទៅជា vending machine មួយដែរសម្រាប់ដែលជនអាចយកទៅធ្វើអាជីវកម្ម box បាទហើយក៏មានសិស្សនិស្សិតយើងកំពុងតែធ្វើ project ពាក់ព័ន្ធជាមួយនឹង GPS tracking ហើយនឹងពាក់ព័ន្ធជាមួយនឹង attendant ដែលប្រើ board IoT ក្នុងការ scan ជា attendant ផងដែរហើយនៅក្នុងនោះក៏មាន team engineer research ធ្វើពាក់ព័ន្ធជាមួយនឹង drone agriculture តែបច្ចុប្បន្នយើងបាន research តាក់ទងជាមួយនឹង drone agriculture ទៅលើ hardware costing មួយដែលអាចទទួលយកបានហើយយើងកំពុងតែ develop research បន្តពាក់ព័ន្ធជាមួយនឹង software app ដើម្បីអាចឲ្យ drone agriculture ប្រើប្រាស់ជាមួយនឹង software ដែលអាចធ្វើឲ្យកសិករអាច operate បានដោយងាយស្រួលហើយយើងជឿថាពេលដែលយើងធ្វើចប់ release អាចថានៅក្នុងឆ្នាំនេះយើងនឹងមាន drone ដែលធ្វើឲ្យ costing មួយដែលអាចទាបនោះតាក់ទងជាមួយនឹងផ្នែកកសិកម្មទៅលើថ្លៃដើមក្នុងការប្រើប្រាស់ drone គឺនឹងមានការកាត់បន្ថយហើយយើងចង់ scale project នេះឲ្យបានទូលំទូលាយហើយលើសកម្មភាពពួកយើងបន្តទៀតនេះគឺយើងព្យាយាមបង្កើត environment ដែលត្រូវអញ្ជើញឬក៏ត្រូវណែនាំទៅសិស្សនិស្សិតគ្រប់វិស័យដែលគាត់កំពុងតែសិក្សាទាំងវិស័យ tech វិស័យ engineer វិស័យ science វិស័យផ្សេងៗជាច្រើនទៀតទាក់ទងជាមួយនឹងការ research ដែលឲ្យពួកគាត់ចូលមកទីនេះដើម្បីបានមកស្រាវជ្រាវធ្វើបង្កើនសមត្ថភាពពង្រីកចំណេះដឹងដើម្បីវិវត្តហើយចប់ដោយមានសមត្ថភាពហើយយើងគោលដៅនៅក្នុងការធ្វើបន្តគឺព្យាយាមពង្រីកR&D center ឲ្យបានច្រើនទីតាំងឬក៏ធំជាងមុនដើម្បីអាចឲ្យសិស្សនិស្សិតបានចូលបានកាន់តែច្រើនហើយយើងជឿថាការវិវត្តការពន្លឿនតាក់ទងមួយចំណេះដឹងទៅវិស័យ Tech Engineer នេះគឺវាមានសារៈសំខាន់
ហើយយើងក៏មានactivity នៅក្នុងការ sharing តាក់ទងជាមួយនឹងចំណេះដឹងទៅលើវិស័យ tech ដែលចេញពី team របស់យើងហើយក៏ដូចជាសិស្សនិស្សិតដែលគាត់កំពុងតែបានស្រាវជ្រាវអ្វីដែលគាត់ដឹងស្វែងយល់ថ្មីមកផ្ដល់ជាចំណេះដឹងឲ្យទៅសង្គមទាំងអស់គ្នាឲ្យបានរៀនសូត្រស្វែងយល់អំពី technology ទាំងអស់នេះដើម្បីតាមទាន់ជាមួយនឹងការធ្វើរឿងនេះអញ្ចឹងយើងមានសកម្មភាពដែលនឹងត្រូវធ្វើហើយយើងមានគោលដៅនឹងអាចចេញជាសមិទ្ធផល solution ឲ្យមានការប្រើប្រាស់ដោះស្រាយបញ្ហាជាក់ស្ដែងពិតសម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្នាហើយវាជាភាពប្រឹងប្រែងធ្វើនៃក្រុមយុវជនចំនួនថ្មីបាទដើម្បីធ្វើរឿងនេះរួមគ្នាបាទហើយមិនต้องមានតែចង់បន្ថែមមិនសម្រាប់ខ្ញុំមានចង់បន្ថែមខ្លះដែរខ្ញុំចង់លើកទឹកចិត្តឲ្យសិស្សនិស្សិតទាំងអស់ដែលគាត់ចង់ពង្រឹងជំនាញរបស់គាត់ឬក៏ចង់ធ្វើ research តាក់ទងពី project ដែលវាជា real project ដែលមិនមែនជា experiment ទេគាត់អាចមក join ជាមួយនឹងស្អាត Only Center ដើម្បីចូលរួមជាមួយយើងដើម្បី research ទៅលើ hardware research ទៅលើ software ដើម្បី manage ទៅលើ hardware អីផ្សេងៗឧទាហរណ៍ដូចជាយើងមាន smart lock ដែលយើងមានសិស្សដែលគាត់កំពុងតែ research ទាំង hardware ទាំង software ដើម្បី integration ជា attendant យើងក៏មានជា GPS ដើម្បី integrate ចូលទៅក្នុង platform មួយដែលយើងអាច tracking ទៅលើ device ឬក៏ motor ឬក៏ LAN របស់យើងដែលទាញចូលមកក្នុង mobile application បានអញ្ចឹងបើសិនជាសិស្សនិស្សិតដែលចាប់អារម្មណ៍ចង់ចូលរួមintern ឬក៏ research មកពីសាលាគ្រប់សាលាអាចចូលរួមជាមួយនឹងស្អាត Only Center បានអរគុណបាទអញ្ចឹងពួកយើងសូមលាទាំងអស់គ្នាត្រឹមនេះបាទសូមអរគុណ